ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាវិលត្រឡប់មកជួបជាមួយនឹងនាងខ្ញុំម្ដងទៀតហើយ CVE Channel សម្រាប់ថ្ងៃនេះនាងខ្ញុំនឹងមកនិយាយទាក់ទងនឹងរឿងក្តីដែលនៅក្នុងប្រទេសឥណ្ឌាហើយចំពោះរឿងក្តីនេះផងដែរវាបានបង្កភាពភ្ញាក់ផ្អើលនៅក្នុងប្រទេសឥណ្ឌាខ្លាំងមែនទែនក្នុងសម័យកាលនោះហើយរឿងក្តីនេះបានកើតឡើងនៅក្នុងឆ្នាំ2004ដែលព័ត៌មានបានរាយការណ៍ថាវាបានកើតហេតុការណ៍ដែលមានមនុស្សស្រីប្រហែលជា200នាក់បានរួបរวมគ្នាសម្រុកចូលទៅក្នុងតុលាការហើយពួកគាត់បាននាំគ្នាផ្តន្ទាទោសទៅលើឧក្រិដ្ឋជនម្នាក់ដែលមានឈ្មោះថាអាកុយាដាវរហូតធ្វើឲ្យឧក្រិដ្ឋជនម្នាក់នោះស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដងក្រុមមនុស្សស្រីទាំងអស់ហ្នឹងបានធ្វើការបាញ់ម្ទេសហុយទៅលើភ្នែករបស់គេរួចយកឈើនិងដុំថ្មគប់យកក្បិតទៅចាក់ហើយថែមទាំងបានធ្វើការកាត់អវជីវៈភេទរបស់គេចេញទៀតផងរឿងក្តីនេះគឺវាធំមែនទែននៅក្នុងប្រទេសឥណ្ឌាក្នុងអំឡុងពេលនោះហើយវាកើតឡើងដោយរបៀបណាហើយក៏មានការយកទៅនិយាយវែកញែកថាហេតុអីមនុស្សស្រីមានដៃពីរទុកសម្រាប់មើលកូនហើយនឹងយកក្បិតមកហាន់បន្លែបែរជាទៅចាប់ដបងចាប់ក្បិតទៅវាយឧក្រិដ្ឋជនមួយនេះអញ្ចឹងហើយឧក្រិដ្ឋជនមួយនេះបានធ្វើអីទៅលើមនុស្សស្រីមួយក្រុមហ្នឹងហើយមានមនុស្សបានយកទៅនិយាយថាមនុស្សស្រីមួយក្រុមនេះដែលបាននាំគ្នាទៅផ្ដន្ទាទោសលើជនឧក្រិដ្ឋម្នាក់ហ្នឹងគឺពិតជាខុសខើមែនទែនមិនបានបន្ទប់ឲ្យតុលាការជាអ្នកកាត់ក្តីទៅទាំងដែលពួកគេមិនបានដឹងសោះថាក្រុមមនុស្សស្រីដែលមករួបរวมគ្នានេះពួកគាត់ត្រូវជួបជាមួយនឹងអីគេខ្លះបានធ្វើឲ្យពួកគាត់សម្រេចចិត្តថានឹងសងសឹកដោយផ្ទាល់ដៃខ្លួនឯងដើម្បីចង់ឲ្យឧក្រិដ្ឋជនម្នាក់នេះបញ្ចប់ជីវិតទៅយ៉ាងវេទនាហើយជាចុងក្រោយរឿងក្តីមួយនេះនឹងទៅជាយ៉ាងណាចាំនាងខ្ញុំនឹងមកនិយាយឲ្យពុកម៉ែបងប្អូនស្ដាប់នៅក្នុងថ្ងៃនេះហើយរឿងក្តីមួយនេះមានចំណងជើងថាអាគូឧក្រិដ្ឋជនខូខើត្រូវស្លាប់ព្រោះជនរងគ្រោះព្រួតគ្នាផ្ដន្ទាដោយរឿងរ៉ាវទាំងអស់នេះបានចាប់ផ្ដើមឡើងពីបុរសម្នាក់ដែលមានឈ្មោះថាអាគូយ៉ាដាវដោយគេបានកើតនៅក្នុងឆ្នាំ1971នៅក្នុងក្រុងណាកូក្នុងរដ្ឋមហារាជសាតារាប្រទេសឥណ្ឌាតំបន់ដែលអាគូរស់នៅតំបន់នេះភូមិនេះភាគច្រើនជាតំបន់ស្លាមអនាធិបតេយ្យហើយមនុស្សភាគច្រើនដែលរស់នៅតំបន់ស្លាមមួយនេះជាក្រុមដាលីតដែលចាស់ពីមុនហៅថាហារិជនដែលជាជនវណ្ណៈនេះនោះអីអញ្ចឹងទៅតែឥឡូវហារិជនគេដូចជាឈប់ប្រើហើយពីព្រោះពាក្យនេះចាត់ទុកថាបន្ទាបបន្ថោកមើលងាយជិះជាន់អសុរោះហើយនឹងមានពាក្យថាដាលីតនេះឯងដោយដាលីតនេះមានន័យសំដៅទៅដល់ក្រុមមនុស្សដែលជិះជាន់ជនគ្មានឱកាសដែលគេយកមកប្រើជំនួសពាក្យហារិជនជាក្រុមមនុស្សក្រៅវណ្ណៈដែលចាត់ទុកថាថ្នាក់ទាបបំផុតនៅក្នុងប្រទេសឥណ្ឌាជាក្រុមមនុស្សដែលគេចាត់ទុកថាមិនគួរទៅប៉ះពាល់ជាមួយដូច្នេះមនុស្សក្រុមដាលីតពួកគេត្រូវបានរឹបអូសយកសិទ្ធិឱកាសជាមូលដ្ឋានហើយបាត់បង់ឱកាសផ្សេងៗក្នុងជីវិតបើប្រៀបធៀបជាមួយនឹងមនុស្សដែលនៅក្នុងវណ្ណៈខ្ពស់ជាងដោយហេតុនេះឯងទៅធ្វើឲ្យពួកដែលរស់នៅក្នុងសហគមន៍និងទីប្រជុំជនមួយនេះដែលជាដាលីតភាគច្រើនពួកគេមានជីវភាពក្រខ្សត់ពួកគេភាគច្រើនជាមនុស្សស៊ីឈ្មោះគេនិងទៅធ្វើសំណងអ្នកខ្លះទៀតក៏ទៅធ្វើជាអ្នកបម្រើគេប៉ុន្តែចំពោះអាកូវិញគឺគេមិនមែនជាមនុស្សដែលនៅក្នុងក្រុមដាលីតនេះទេគឺគេគ្រាន់តែមានផ្ទះនៅជិតនឹងដូចថានៅភូមិជាមួយគ្នាអីអញ្ចឹងទៅប៉ុន្តែក្រុមគ្រួសាររបស់គេវិញគឺជាអ្នកមានលុយច្រើនមានឋានៈនឹងធឹងឪពុករបស់គេមានកសិដ្ឋានចិញ្ចឹមសត្វធំពី3កន្លែងជាកម្មសិទ្ធិរបស់ខ្លួនគាត់ផ្ទាល់និងមានគោមានក្របីជាច្រើនក្បាលផងដែរហើយតាមពិតទៅអាគូការពីគាត់នៅក្មេងជីវិតគាត់ល្អប្រសើរនិយាយទៅគឺមានគ្រប់យ៉ាងមានលុយផ្ទះធំហើយនឹងត្រូវបានគេចាត់ទុកថាជាមនុស្សម្នាក់ដែលមានមុខមាត់សង្ហានិងរៀនពូកែផងដែរអាគូតែងតែធ្វើល្អប្រព្រឹត្តល្អនៅពេលដែលគេចេញពីរៀនមកអញ្ចឹងគេតែងតែទៅជួយការងារឪពុកគេមើលថែកសិដ្ឋានជាមួយឪពុកគេនិយាយទៅបើតាមការមើលជីវិតគេពីក្មេងអត់អាចស្មានដល់ទេថានៅពេលដែលគេធំទៅគេដើរជាមួយក្រុមជនពាលហើយខ្លាយទៅជាអក្រិតជនមួយប៉ុន្តែអំឡុងពេលដែលអាគូចូលរៀនក្នុងឆ្នាំទី1គឺគេបានជួបជាមួយនឹងមិត្តថ្មីមនុស្សថ្មីអីទៅហើយគេមានតំណែងតំណងជាមួយនឹងមនុស្សអស់ហ្នឹងទៅធ្វើឲ្យអាគូដើរផ្លូវខុសនៅថ្ងៃអនាគតគេបានទៅប្រព្រឹត្តអំពើអបាយមុខផ្សេងដូចជាជក់បរិយផឹកស្រាហើយនឹងលេងល្បែងអីទៅហើយទង្វើទាំងអស់នេះបានចាប់ផ្ដើមតាំងពីអាគូរៀនក្នុងឆ្នាំទី1ហើយក្រុមមិត្តភ័ក្តិរបស់គេមិនត្រឹមតែប្រព្រឹត្តរឿងប៉ុណ្ណឹងទេគឺពួកគេថែមទាំងលួចប្លន់ទៀតទាំងដែលក្រុមគ្រួសាររបស់គេនឹងមិនមែនជាអ្នកក្រខ្សត់អីទេហើយបន្ទាប់ពីគេបានចូលជាមួយបពួកដែលជាក្រុមអន្តពាលហើយបានធ្វើឲ្យអាគូមិនយកចិត្តទុកដាក់ទៅលើការរៀនសូត្រទៀតទេធ្វើខ្លួនជាមនុស្សខ្ជិលច្រអូសអត់ទៅសាលាអត់ខំប្រឹងរៀនមួយថ្ងៃគិតតែនាំគ្នាដើរជាមួយក្រុមអន្តពាលទាំងអស់ហ្នឹងនេះឯងគឺជាចំណុចចាប់ផ្ដើមខុសឆ្គងក្នុងជីវិតរបស់គេហើយលើសពីនេះទៀតឪពុកក្នុងគ្រួសារយ៉ាដាវគឺជាឪពុករបស់អាគូពេលនេះគាត់បាន
បាត់បង់ជីវិតហើយកាន់តែធ្វើឲ្យគ្រួសារមួយនេះខ្ចាត់ខ្ចាយលើសដើមទាំងដែលពេលនេះអាគូកំពុងតែធ្វើខ្លួនប្រព្រឹត្តអាក្រក់ស្រាប់ហើយអញ្ចឹងនៅពេលដែលគេមកជួបរឿងបែបនេះគឺកាន់តែលើសដើមពីព្រោះថាឪពុករបស់អាគូគឺជាអ្នករលុយរចំណូលចូលមកផ្គត់ផ្គង់ក្នុងគ្រួសារមួយនេះអញ្ចឹងនៅពេលដែលគាត់អត់នៅធ្វើឲ្យក្នុងក្រុមគ្រួសារនឹងមានការប្រមូលទ្រព្យសម្បត្តិលក់ដូចជាគោក្របីអីអញ្ចឹងទៅដើម្បីទៅធ្វើជាបណ្ណាការពីព្រោះថានៅពេលដែលឪពុករបស់អាគូចែកឋានទៅគឺអាគូគេមានបងស្រីម្នាក់ទៀតអញ្ចឹងបងស្រីរបស់គេគឺត្រូវតែរៀបការចាក់ចែងពីគ្រួសារមួយនេះពីព្រោះថាទំនៀមទម្លាប់ប្រពៃណីនៅក្នុងប្រទេសឥណ្ឌាហ្នឹងនៅពេលដែលរៀបការគឺថ្លៃបណ្ដាការខាងស្រីអ្នកចាញ់អញ្ចឹងក្នុងអំឡុងពេលហ្នឹងក្រុមគ្រួសាររបស់អាគូអត់មានលុយទេអញ្ចឹងត្រូវតែប្រមូលគោក្របីទៅលក់នឹងដីរបស់ឪពុកគេដែលធ្លាប់រកពីមុនមកហ្នឹងទៅលក់ដើម្បីយកលុយថ្លៃបណ្ដាការហ្នឹងឯងអាចនិយាយបានថាពេលនេះក្រុមគ្រួសាររបស់អាគូមិនមែនជាក្រុមគ្រួសារទៀតទេពីព្រោះថាពេលនេះចាប់ផ្ដើមបែកបាក់គ្រួសារអស់ហើយមកដល់ពេលនេះគឺអាគូអត់បានខ្វល់អីទៀតទេពីព្រោះថារាល់ថ្ងៃនេះជីវិតរបស់គេកំពុងតែតោកយ៉ាកស្រាប់ហើយអញ្ចឹងគេអត់ខ្វល់អីទាំងអស់គេបានបន្តដំណើរទៅជាមួយមិត្តភ័ក្តិក្រុមដែលជាមនុស្សអាក្រក់នឹងទៀតដើម្បីទៅប្រព្រឹត្តឧក្រិដ្ឋកម្មមួយដ៏ឃោរឃៅដែលចាប់តាំងពីពេលនោះមកអាគូបានបបួលបានរួបរวมមិត្តភ័ក្តិគេដែលជាក្រុមអន្តពាទាំងអស់ហ្នឹងទៅបង្កភាពក្តៅក្រហាយដល់អ្នកស្រុកភូមិហ្នឹងដែលចាប់ផ្ដើមពីការលួចអីវ៉ាន់ផ្សេងៗคล้ายទៅជាការគំរាមកំហែងដល់អ្នកស្រុកជាមួយនឹងវិធីសាស្ត្រផ្សេងៗដើម្បីឲ្យអ្នកស្រុកហ្នឹងមានការខ្លាចរអាជាមួយនឹងពួកគេធ្លាប់មានម្ដងដែរដែលអាគូសម្រុកចូលទៅដល់ផ្ទះអ្នកស្រុកហើយទៅលួចអ្នកលកាដៃចេញមកហើយពីអ្នកប្តីប្រពន្ធម្ចាស់អ្នកលកាហ្នឹងបានសុំវល់អាគូថាអត់អាចយកអ្នកលកាហ្នឹងទៅបានទេពីព្រោះថាអ្នកលកាហ្នឹងវាសំខាន់សម្រាប់ពួកគេណាប៉ុន្តែអាគូអត់បានខ្វល់អត់បានស្ដាប់នឹងសម្ដីទាំងអស់លើសពីនេះទៅទៀតគេថែមទាំងនិយាយឌឺទៀតថាអញ្ចឹងមិនមែនគេគ្រាន់តែនិយាយប៉ុណ្្នឹងឯងនិយាយចប់គេក៏ចាប់ផ្ដើមវាយហើយវាយទៅវាយពីអ្នកប្តីប្រពន្ធហ្នឹងឡើងតំណងហ្មងអ្នកទាំងអស់គ្នាក្នុងអំឡុងពេលនោះផងដែរលើសពីនេះទៅទៀតនៅពេលដែលអាគូបានចូលទៅដល់ហាងលក់អាហារឬមួយក៏លក់អីវ៉ាន់អីនៅក្នុងស្រុកហ្នឹងគេបានដើរចូលទៅចាប់យករបស់ដែលគេចង់ហូបរួចក៏ដើរកាន់ចេញមកវិញដោយអត់បានឲ្យលុយទៅដល់ម្ចាស់ហាងទេហើយបើសិនជាម្ចាស់ហាងណាមួយហ៊ានក្អកជាមួយគេឬមួយក៏មនុស្សស្រីដែលជាអ្នកលក់ហ្នឹងហើយគាត់ពួងហែងរបស់គាត់ហើយគាត់ចេញមកថាឬមួយក៏ស្ដីបន្ទោសឲ្យគេអញ្ចឹងគេនឹងធ្វើការវាយដំទៅលើស្ត្រីម្នាក់នោះលើពីនេះទៅទៀតក៏បានកំទេចហាងនឹងចោលទៀតផងនិយាយទៅគឺរបស់របរដែលនៅក្នុងហាងហ្នឹងអាគូបានបោះចោលទាំងអស់ហ្មងវាយឲ្យខ្ទេចហ្មងមិនត្រឹមតែរបស់របរនិងអីវ៉ាន់នៅក្នុងហាងទេអ្នកទាំងអស់គ្នាសូម្បីតែម៉ូតូដែលឈប់នៅនឹងមាត់ផ្លូវនៅផ្សារហ្នឹងបើសិនជាអាគូដើរទៅឃើញហើយមានអារម្មណ៍ថាចង់ជិះទៅនេះបន្តិចទៅនោះបន្តិចអាគូនឹងសម្លឹបម្ចាស់ម៉ូតូថាឲ្យយកសោមកហើយគេក៏ចាប់ផ្ដើមជិះចេញទៅដោយអត់មានណាគេហ៊ានក្អកជាមួយអាគូសូម្បីតែម្នាក់លើពីនេះទៅទៀតខ្សែជីវិតដែលធ្វើអ ுக ្រិតជនរបស់អាគូវាមានច្រើនជាងនឹងទៀតអ្នកទាំងអស់គ្នាវាមិនមែនត្រឹមតែការលួចប្លន់របស់អ្នកដទៃនឹងទេឈានទៅដល់ការបៀតបៀនផ្លូវភេទទៅលើមនុស្សស្រីផ្សេងទៀតផងដោយរឿងរ៉ាវទាំងអស់នេះបានចាប់ផ្ដើមកើតកាលពីឆ្នាំ1991ដែលអាគូហើយនឹងក្រុមមិត្តភ័ក្តិរបស់គេនឹងដែលជាជនពៀលទាំងអស់នោះចៃដន្យពួកគេក៏បានទៅជួបជាមួយនឹងគូស្នេហ៍មួយគូដែលកំពុងតែអង្គុយពេជ្រនិចនៅតាមផ្លូវអីចឹងហើយជាដំបូងគឺអាគូគ្រាន់តែចង់ទៅចម្រិតយកលុយអីចឹងទេប៉ុន្តែនៅពេលដែលបានលុយបានអីមកសពគ្រប់ហើយអាគូមានអារម្មណ៍ថាចង់ធ្វើអីទៅលើស្ត្រីម្នាក់នឹងទៀតដោយអាគូនិងមិត្តភ័ក្តិរបស់គេបានចាប់បុរសម្នាក់នោះចេញទៅរួចគេចាប់ផ្ដើមធ្វើសកម្មភាពបៀតបៀនផ្លូវភេទទៅលើនារីម្នាក់នោះខាងប្រុសដែលត្រូវបានអាគូវាយដំគឺនៅពេលហ្នឹងគឺគេបញ្ញាប់រត់រួចតែជីវិតខ្លួនឯងទេដើម្បីទៅប្តឹងប៉ូលីសប៉ុន្តែនៅពេលដែលប៉ូលីសមកពិនិត្យមើលគេបានឃើញថាអាគូនឹងបានធ្វើការបៀតបៀនផ្លូវភេទទៅលើមនុស្សស្រីម្នាក់នឹងពិតមែនរួចប៉ូលីសក៏បានចាប់អាគូទៅដាក់ដេកក្នុងគុកជាលើកដំបូងអ្នកទាំងអស់គ្នាប្រកាសជាឆ្ងល់ហើយថាមិនបានអាគូធ្វើបែបអ្នកស្រុកនិយាយទៅបកកភាពក្តៅក្រហាយច្បុកច្បល់ឲ្យអ្នកស្រុកមិនក៏គេអត់ត្រូវបានប៉ូលីសចាប់ខ្លួនអញ្ចឹងគឺអត់ធ្លាប់ទេអ្នកទាំងអស់គ្នានេះគឺជាលើកដំបូងហើយដែលអាគូបានចូលទៅដេកនៅក្នុងគុកហើយនៅពេលដែលត្រូវបានប៉ូលីសចាប់យកទៅវាស់កម្ពស់ហើយចូលដេកក្នុងគុកអញ្ចឹងហើយគួរតែមានការអប់រំចិត្តឬមួយក៏កែប្រែចិត្តគំនិតដែរប៉ុន្តែអត់ទេផ្ទុយទៅវិញនៅក្នុងគុកហ្នឹងគេបែរជាបានជួបជាមួយនឹងក្រុមចោរក្រុមអ ுக ្រិតជនផ្សេងទៀតដែលមានបទពិសោធន៍ផ្សេងគ្នាដោយគេកំពុងតែចូលទៅក្នុងសង្គមថ្មីហើយបានស្គាល់មិត្តភ័ក្តិច្រើនជាងមុនហើយបន្ទាប់ពីចូលទៅដល់ក្នុងគុកនឹងបានមិនយូរទេអាគូក៏ត្រូវបានគេដោះលែងចេញមកវិញ
ហើយចំពោះការចាញ់មកម្ដងនេះការលួចប្លន់អីទាំងអស់ហ្នឹងគឺគេកាន់តែមានបទពិសោធន៍ច្រើនជាងមុននិយាយទៅគឺជំនាញជាងមុនទៅទៀតអាគូកាន់តែខ្លាយទៅជាមនុស្សម្នាក់ដែលគួរឲ្យខ្លាចជាងមុនសម្រាប់ក្រុមមនុស្សដែលនៅក្នុងទីប្រជុំជននោះហើយអាគូគេថែមទាំងបានប្រើប្រាស់អំណាចនិងឥទ្ធិពលដែលខ្លួនមានទៅលួចប្លន់អ្នកស្រុកហើយស្រុកមកវិញគឺអត់មានណាគេហ៊ានក្អកជាមួយគេទេពីទីប្រជុំជនដែលធ្លាប់តែមានការរត់ចេញទៅលេងនៅតាមទីធ្លាមុខផ្ទះឬមួយក៏តាមផ្លូវអីហ្នឹងខ្លាយទៅជាពេលនេះគ្មានណាហ៊ានដើរចេញមកទេពីព្រោះគេខ្លាចជួបជាមួយនឹងអាគូហើយគេចម្រិតទាលុយរហូតដល់ថ្នាក់ផ្ទះណាដែលមានពិធីបុណ្យសពអញ្ចឹងហើយដល់ម៉ោងពេលវេលាដែលត្រូវយកសាកសពទៅបូជាតែត្រូវចាំមើលថាអាគូនៅម្ដុំនឹងអត់ទៅអាចយកសាកសពហ្នឹងទៅបូជាបានបើមិនអញ្ចឹងទេបើសិនជាអាគូកំពុងតែនៅហ្នឹងហើយហ៊ានតែយកសាកសពទៅបូជាដឹងតែត្រូវហើយពីព្រោះថាធ្លាប់មានម្ដងដែរដែលមានផ្ទះមួយមានពិធីបុណ្យសពអញ្ចឹងហើយគេត្រូវរងចាំអាគូរហូតដល់4ម៉ោងទៅអាចយកសាកសពនឹងទៅបូជាបានពីព្រោះថាអាគូកំពុងតែអង្គុយលេងបៀនៅមុខផ្ទះរបស់ពួកគេហើយនៅពេលដែលពេលវេលាកាន់តែដើរទៅមុខនៅពេលដែលអាគូបានដឹងថាគេអាចគ្រប់គ្រងអ្នកស្រុកនេះបានហើយគេកាន់តែធ្វើខ្លួនពេលលាអាវ៉ាសាលើដើមគេនឹងមិនទៅចម្រិតទាលុយពីមនុស្សដែលដើរមកជួបគេទៀតទេប៉ុន្តែគេនឹងសម្រុកចូលទៅដល់ក្នុងផ្ទះរបស់នរណាម្នាក់នៅពេលយប់ដើម្បីទៅចម្រិតទាលុយអាចនិយាយបានថាចូលទៅប្លន់ហើយខ្លះទៀតក៏ទៅបង្ខំអ្នកស្រុកនឹងឲ្យធ្វើម្ហូបធ្វើបាយម្ហូបឲ្យគេនឹងបាក់ពួកនឹងហូបទៀតផងប៉ុន្តែអីទាំងអស់នេះវាប្រៀបធៀបនឹងទង្វើអាក្រក់ដែលអាគូចាប់ដើមធ្វើបន្ទាប់ពីនេះអត់បានទេពីព្រោះថានៅពេលយប់ឡើងបើសិនជាគេចូលទៅប្លន់ចូលទៅចម្រិតយកលុយហើយបើសិនជាគេឃើញថានៅក្នុងផ្ទះហ្នឹងមានមនុស្សស្រីពួកគេនឹងធ្វើការបៀតបៀនទៅលើស្ត្រីម្នាក់នោះសម្រាប់អាគូវិញមនុស្សស្រីចំពោះគេគឺជាជីវិតដែលគ្មានតម្លៃគេតែងតែមើលទៅមនុស្សស្រីគ្រប់គ្នាត្រឹមតែជារបស់តូចតាចគ្មានតម្លៃសម្រាប់គេគ្រាន់តែជាវត្ថុដែលទុកសម្រាប់ឲ្យគេរំសាយអារម្មណ៍ភ្លើភេទរបស់គេតែប៉ុណ្ណោះអាគូអត់ចាប់អារម្មណ៍ទេថាមនុស្សស្រីម្នាក់នោះជាក្មេងឬក៏ជាមនុស្សចាស់ឬមួយក៏ជាមនុស្សកំមុំឬមួយក៏ជាមនុស្សស្រីដែលរៀបការមានស្វាមីមានកូនសូម្បីតែពេលខ្លះមានអ្នកដែលកំពុងតែទម្ងន់ក៏អត់លើកលែងដែរអាគូនឹងពាក់ពួកបានចូលទៅធ្វើការបៀតបៀននាងនៅក្នុងផ្ទះឬមួយក៏ចាប់មនុស្សស្រីដែលដើរនៅតាមផ្លូវនឹងធ្វើជារបស់ខ្លួនឯងពេលខ្លះទៀតពួកគេបានចាប់មនុស្សស្រីទៅឃុំទុកនៅក្នុងផ្ទះរបស់ខ្លួនឯងដើម្បីធ្វើការបៀតបៀនទៅលើនាងម្ដងហើយម្ដងទៀតក៏មានដែរប៉ុន្តែទង្វើអាក្រក់ៗរបស់អាគូមិនមែនចប់ត្រឹមនេះទេអ្នកទាំងអស់គ្នាពីមុនមកគេតែងតែសម្រុកចូលទៅក្នុងផ្ទះមែនអត់ប៉ុន្តែឥឡូវអត់ទេសូម្បីតែមនុស្សស្រីដែលកំពុងតែដើរកដាថ្ងៃចេះគឺអាគូចាប់ឲ្យធ្វើការបៀតបៀននាងកដាថ្ងៃចេះហ្នឹងមកនារីដែលជាជនរងគ្រោះក៏បានស្រែកសុំជំនួយប៉ុន្តែអត់មានអ្នកស្រុកណាហ៊ានទៅជួយទេអត់ហ៊ានចូលទៅជួយពីព្រោះថាម្ដាយរបស់គេឬភរិយារបស់គេកូនស្រីរបស់គេឬមួយក៏ប្អូនស្រីបងស្រីរបស់គេនឹងក្លាយទៅជាជនរងគ្រោះបន្តដែលអាគូនឹងទៅធ្វើការបៀតបៀនលើហើយចំពោះទង្វើអាក្រក់ៗដែលអាគូបានធ្វើទៅលើទីប្រជុំជនមួយនេះបានធ្វើឲ្យអ្នកស្រុកនាំគ្នាភ័យខ្លាចហើយពេលនេះពួកគេនាំគ្នាអន់និយាយអីនិយាយទៅគឺអត់ហ៊ាននិយាយអីពីឈ្មោះអាគូតាមត្រង់ទេស្ដាប់មកដល់ត្រង់ចំណុចនេះអ្នកទាំងអស់គ្នាប្រកាសជាឆ្ងល់ហើយថាហេតុអីបានអាគូហើយនឹងបាក់ពួកនាំគ្នាធ្វើបាបទៅលើប្រជាជនចឹងហើយមិនក៏អត់ត្រូវបានប្រជាជនទៅប្តឹងប៉ូលីសទៀតចាំនេះខ្ញុំនឹងបកស្រាយឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាស្ដាប់គឺអាគូបានចាប់យកចំណុចតូចៗដែលនៅក្នុងសង្គមឥណ្ឌានៅក្នុងពេលនោះការដែលជនរងគ្រោះទៅប្តឹងប៉ូលីសថាខ្លួនឯងនឹងត្រូវបានគេបៀតបៀនផ្លូវភេទវាគឺជារឿងរ៉ាវដែលអត់មានណាគេហ៊ានធ្វើទេពីព្រោះថាបើសិនជាមានមនុស្សស្រីម្នាក់ទៅប្តឹងប៉ូលីសថាខ្លួនឯងត្រូវបានគេបៀតបៀនផ្លូវភេទអញ្ចឹងនឹងត្រូវគេមើលមកថាមិនមែនជាមនុស្សស្រីបរិសុទ្ធហើយគ្រួសារនឹងអាប់អោនកិត្តិយសទៅតាមនឹងដល់ពេលអញ្ចឹងជនរងគ្រោះទាំងអស់គឺអត់ហ៊ានទៅប្តឹងប៉ូលីសទេដោយសារតែហេតុផលតែម្យ៉ាងហ្នឹងប៉ុន្តែវាមិនទាំងអស់ទេអ្នកទាំងអស់គ្នានៅមានមនុស្សស្រីមួយចំនួនទៀតដែលគាត់ព្រមលះបង់ភាពអៀនខ្មាសរបស់ខ្លួនទៅប្តឹងប៉ូលីសដើម្បីឲ្យប៉ូលីសនឹងធ្វើការចាប់អាគូមកដាក់គុកប៉ុន្តែអ្វីដែលគាត់ទទួលបានមកវិញគឺប៉ូលីសຕົកត្រឹមតែជាការលេងសើចហើយសួរបញ្ជូលមកវិញថាខ្លួនឯងគឺជាមនុស្សស្រីរកស៊ីផ្លូវភេទតែដឹងទៅលក់ឲ្យគេទៅដោះដូរឲ្យគេដើម្បីយកលុយទៅដឹងកន្លែងនេះមិនត្រឹមតែអត់ជឿទេគឺបន្ទោសជនរងគ្រោះថែមទៀតអ្នកទាំងអស់គ្នាជឿអត់ថាមនុស្សស្រីមួយចំនួនដែលគាត់អត់ទទួលបានភាពយុត្តិធម៌នៅក្នុងរឿងនេះ
គឺពួកគាត់អត់អាចមានជីវិតរស់បន្តទៀតបានទេមានមនុស្សស្រីម្នាក់ដែលគាត់ទៅតែសម្រាកូនហើយបាន10ថ្ងៃនិយាយទៅគឺគាត់សរសៃខ្ចី10ថ្ងៃប៉ុន្តែគាត់បែរជាទៅក្រុមបពួកអាគូហ្នឹងមកបៀតបៀនលើគាត់ដល់ក្នុងផ្ទះហ្មងហើយគាត់ទទួលយកអត់បានទេនិយាយទៅគឺគាត់អត់មានផ្លូវចាញ់រកផ្លូវចាញ់អត់ឃើញហើយក៏មិនដឹងថាយករឿងនេះទៅប្រាប់ណាហើយទោះបីជាតែប្តឹងប៉ូលីសក៏អត់ជឿទៀតចុងក្រោយមនុស្សស្រីម្នាក់នោះក៏សម្រេចចិត្តថាចាក់សាំងលើកស្រោចលើខ្លួនឯងហើយចាប់ផ្ដើមឲ្យតិចកេះដុតខ្លួនឯងមកប៉ុន្តែនៅមានម្នាក់ទៀតដែលគួរឲ្យអាណិតដូចគ្នាជាមនុស្សស្រីដែលពោះបាន7ខែហើយគាត់ត្រូវបានបពួកអាគូហ្នឹងធ្វើការបៀតបៀនទៅលើគាត់ដូចគ្នារហូតធ្វើឲ្យគាត់ស្លាប់ហើយបញ្ជូនទៅមន្ទីរពេទ្យប៉ុន្តែនៅពេលដែលទៅដល់មន្ទីរពេទ្យហើយបន្ទាប់ពីព្យាបាលហើយគាត់អត់ហ៊ានទៅប្តឹងប៉ូលីសដូចគ្នាពីព្រោះថាបពួករបស់អាគូទាំងអស់ហ្នឹងបានគំរាមថាបើសិនជាហ៊ានប្តឹងប៉ូលីសពួកវានឹងត្រឡប់មកធ្វើបាបគាត់ម្ដងទៀតរហូតដល់តែកូនខាងក្នុងពោះហ្នឹងបាត់បង់ជីវិតនិយាយទៅគឺវាសាហាវដល់ថ្នាក់ហ្នឹងអ្នកទាំងអស់គ្នាហើយទាំងអស់នេះឯងដែលធ្វើឲ្យអាគូបានចាត់គឺនិយាយទៅធ្វើទៅរករឿងណាគេក៏អត់មានណាហ៊ានធ្វើអីទាំងអស់និយាយទៅក្នុងអំឡុងពេលនេះគឺក្រុមជនរងគ្រោះទាំងអស់ដែលត្រូវបានអាគូធ្វើបាបហ្នឹងគឺអាគូបានធ្វើបាបទាំងផ្លូវកាយទាំងផ្លូវចិត្តគេទៀតផងហើយអត់ហ៊ានទៅប្តឹងប៉ូលីសទេឬមួយក៏ប្តឹងហើយប៉ុន្តែអត់ទទួលបានលទ្ធផលអីត្រឡប់មកវិញវាមានការយកទៅពិគ្រោះយោបល់គ្នាទៀតផងថាច្បាប់ប៉ូលីសដែលនៅក្នុងសម័យនោះការដែលប៉ូលីសទាំងអស់នឹងធ្វើការចោទប្រកាន់ទៅលើស្ត្រីជនរងគ្រោះទាំងអស់នឹងថាគាត់គឺជាអ្នកលក់ខ្លួនឲ្យទៅអាគូដោះដូរយកលុយទៅដឹងពីព្រោះថាក្រុមជនរងគ្រោះដែលទៅប្តឹងប៉ូលីសនឹងសុទ្ធតែជាក្រុមដាលីតទាំងអស់ដោយដែលនាងខ្ញុំបាននិយាយពីមុនមកអញ្ចឹងថាក្រុមនេះគឺមានឋានៈតូចទាបបំផុតទើបធ្វើឲ្យប៉ូលីសដែលអនុវត្តឬមួយក៏ប្រតិបត្តិទៅលើពួកគាត់នឹងពីស្តង់ដារខុសផ្សេងពីគ្នាថែមទាំងអាគូដែលជាអ្នកប្រព្រឹត្តនឹងគឺជាមនុស្សម្នាក់ដែលមានឋានៈខ្ពស់ជាងជនរងគ្រោះទាំងអស់នឹងធ្វើឲ្យប៉ូលីសទាំងអស់នឹងយកស៊ីម៉ងបិទតិចយកកៅអៀបិទភ្នែកអីចឹងទៅឬមួយក៏ទទួលបានលុយមួយចំនួនពីអាគូនិយាយទៅដូចជាអាគូនឹងបានចំជាក្រុមអញ្ចឹងហើយក្រុមដាលីតដែលរស់នៅក្នុងតំបន់ស្លាំនឹងមានអារម្មណ៍ថាអស់សង្ឃឹមយ៉ាងខ្លាំងពីព្រោះពួកគាត់សង្ឃឹមថានឹងពឹងពាក់ប៉ូលីសពឹងពាក់តុលាការសង្ឃឹមលើអំណាចនៃច្បាប់ឲ្យចាប់ពួកគេទាំងអស់នឹងទៅដាក់ទោសប៉ុន្តែផ្ទុយមកវិញគាត់បែរជាត្រូវបានក្រុមប៉ូលីសទាំងអស់នឹងបោះបង់ចោលពីព្រោះថាចុងក្រោយគ្មានការផ្ដន្ទាទោសរកភាពយុត្តិធម៌ទេហើយច្បាស់ណាស់អ្នកទាំងអស់គ្នានៅក្នុងតំបន់ហ្នឹងនៅពេលដែលកើតមានហេតុការណ៍បែបនេះវាញឹកញាប់ពេកពួកអ្នកស្រុកក៏បានសម្រេចចិត្តថានឹងរួបរวมគ្នាហើយធ្វើការតដៃទៅលើបពួកអាគូវិញថែមទាំងពេលនេះក្រុមអ្នកស្រុកបានរៀបគម្រោងរៀបផែនការឲ្យថានឹងទៅធ្វើបាបអាគូទៅវាយដំអាគូនឹងប៉ុនប៉ងថានឹងយកជីវិតគេនៅនឹងកន្លែងនេះកន្លែងនោះអីចឹងទៅប៉ុន្តែអាគូដូចជាមានខ្សែបណ្ដាញតែងតែប្រាប់គេរហូតថាកុំទៅកន្លែងនេះវាគ្រោះថ្នាក់កុំទៅកន្លែងនោះវាគ្រោះថ្នាក់និយាយទៅគឺអាគូនឹងបានអាចគេចផុតបានគ្រប់កលៈទេសៈហ្មងបន្ទាប់ពីអាគូគេចផុតពីគ្រោះថ្នាក់ហើយអត់មានអីកើតឡើងទៅលើខ្លួនគេអញ្ចឹងគេតែងតែត្រឡប់ទៅធ្វើបាបអ្នកដែរនិយាយថាទៅសងសឹកគេអីចឹងទៅគេតែងតែត្រឡប់មកសងសឹកវិញហើយនឹងធ្វើបាបវិញដូចគ្នាទាំងអស់នេះឯងដែលធ្វើឲ្យអ្នកស្រុកកាន់តែខ្លាចលើដើមនិយាយទៅនៅពេលដែលអ្នកស្រុកកាន់តែចង់តដៃជាមួយអាគូខ្លាំងជាងមុនទៀតចុងក្រោយអាគូកាន់តែធ្វើបាបអ្នកស្រុកខ្លាំងជាងមុនទៀតប៉ុន្តែនៅកណ្ដាលភាពអស់សង្ឃឹមឬមួយក៏លិចលង់ព្រួយបារម្ភរបស់ក្រុមដាលីតហ្នឹងស្រាប់តែមានពន្លឺជះចូលមកខ្លះដែរពីព្រោះថាគាត់គឺជាមនុស្សស្រីម្នាក់ដែលអ្នករស់នៅក្នុងតំបន់ស្លាំតាំងឈ្មោះឲ្យគាត់គឺជាទេពអប្សរជួយសង្គ្រោះគាត់មានឈ្មោះថាអាសាបាកែតគាត់គឺជាមនុស្សស្រីម្នាក់ដែលមិនមានច្រើនទេនៅក្នុងចំណោមមនុស្សស្រីដែលជាជនរងគ្រោះទាំងអស់នោះដែលគាត់អត់ចេះខ្លាចអាគូហើយហ៊ានតតាំងជាមួយគេដោយបើកចំហទៀតផងគាត់បានបើកហាងលក់ស្រានៅមួយកន្លែងហើយគាត់ក៏បានស្គាល់ជាមួយនឹងក្រុមមនុស្សដែលមានឥទ្ធិពលនិងអំណាចរំអស់ផងដែរហើយគាត់ក៏មានភ្ញៀវប្រចាំដែលជាអ ுக ្រិតជនតែងតែមកទិញគាត់រហូតផងដែរប៉ុន្តែអ ுக ្រិតជនម្នាក់នោះគឺជាមនុស្សម្នាក់ដែលជួយការពារប្រជាជនដែលនៅក្នុងទីប្រជុំជននោះហើយអ ுக ្រិតជនមានច្រើនក្រុមប៉ុន្តែក្រុមភាគច្រើនគឺអត់ត្រូវជាមួយនឹងក្រុមរបស់អាគូទេភាគច្រើនអ្នកដែលការពារប្រជាជនដែលនៅតំបន់ស្លាមនោះភាគច្រើនវាមិនបានមកពីប៉ូលីសទេគឺបានមកពីអ ுக ្រិតជនដែលជាក្រុមផ្សេងគ្នាទៀតអាសាក៏តែងតែទៅស្និទ្ធស្នាលជាមួយនឹងក្រុមអ ுக ្រិតជនមួយក្រុមទៀតដើម្បីការពារប្រជាជនដែលនៅក្នុងបណ្ដុំនោះហើយគាត់តែងតែចែករំលែកសម្ភារៈឬមួយក៏របស់ណាដែលចាំបាច់ទៅដល់អ ுக ្រិតជនទាំងដែលគាត់មិនមែនជាអ្នកមានទេហើយអាសាតែងតែចេះស្ដីបន្ទោសនិងមើលងាយទៅដល់ក្រុមរបស់អាគូថា
ឲ្យឈប់មកសម្លុតប្រជាជនទៀតទៅប៉ុន្តែចំពោះអាគូវិញគេគិតថាអាសាគឺជាមនុស្សតែម្នាក់ទេនិយាយទៅអាសាគឺជាបន្លានៅក្នុងទ្រូងគេហើយក៏ជាមនុស្សតែម្នាក់ទេដែលហ៊ានប្រឆាំងគេនៅក្នុងចំណោមទីប្រជុំជនទាំងអស់នេះហើយដោយសារតែភាពក្លាហានដែលនៅក្នុងខ្លួនរបស់អាសានេះហើយបានធ្វើឲ្យក្រុមគ្រួសាររបស់គាត់តែងតែដាស់តឿនថាមិនបាច់ទៅតតាំងឬក៏ទៅឆ្លោះទៅជេរអីជាមួយអាគូទេប្រយ័ត្នតែថ្ងៃណាមួយអាគូនឹងត្រឡប់មកធ្វើបាបវិញអីអញ្ចឹងទៅប៉ុន្តែអាសាបានឆ្លើយត្រឡប់ទៅវិញថាបើសិនជាទេវតាបានកំណត់ឲ្យគាត់ស្លាប់ដោយសារដៃពួកវាចុងក្រោយខ្ញុំត្រូវតែស្លាប់ដោយសារពួកវាដដែលប៉ុន្តែចំពោះមនុស្សស្រីដែលត្រូវវាធ្វើបាបនិងបៀតបៀនវិញពួកយើងនឹងមិនអាចរួបរวมគ្នាកំចាត់វាវិញបានទេមែនទាំងអស់នេះឯងអ្នកទាំងអស់គ្នាគឺជាភាពក្លាហានរបស់អាសាដែលគាត់ប្រៀបទៅដូចនឹងវីរនារីអញ្ចឹងបានធ្វើឲ្យអ្នកស្រុកនៅក្នុងបដុំនោះនាំគ្នាមករួបរวมគ្នាម្ដងទៀតម្ដងនេះគឺពួកគេបានរៀបចំផែនការរៀបចំគម្រោងនិងផ្ដាច់ជីវិតរបស់អាគូម្ដងទៀតហើយអ្នកដឹកនាំក្រុមគឺជាអាសាប៉ុន្តែចំពោះអាគូវិញគឺគេបានរួចជីវិតម្ដងទៀតប៉ុន្តែគេក៏មានរបួសតិចតួចដែរដែលធ្វើឲ្យអាគូបានរួចជីវិតម្ដងនេះដោយសារតែមានមិត្តភក្តិម្នាក់ហើយចុងក្រោយគេនឹងក្លាយទៅជាមិត្តសម្លាញ់របស់គ្នាទៀតផងបុរសម្នាក់នោះមានឈ្មោះថាអាវីណាតទីវ៉ាលីអាវីណាតបានមកជួយជីវិតអាគូហើយគេថែមទាំងបានបរិច្ចាគឈាមឲ្យទៀតផងពីព្រោះថាក្នុងអំឡុងពេលដែលត្រូវរបួសនោះគឺអាគូបានបាត់បង់ឈាមជាច្រើនហើយបើសិនជាអត់មានអាវីណាមកជួយទេគឺអាគូប្រកាសជាត្រូវបាត់បង់ជីវិតពីព្រោះថាគ្មានអ្នកណាម្នាក់ចង់បរិច្ចាគឈាមឲ្យគេទេមួយរយៈក្រោយមកដល់ពេលដែលអាគូដឹងថាអាវីណាតជួយជីវិតគេកាន់តែហួងហែងអាវីណាតខ្លាំងគេអត់ចង់ឲ្យអាវីណាតទៅតាក់ទងជាមួយនឹងមិត្តភក្តិផ្សេងទៀតទេប៉ុន្តែវាអត់អាចទៅរួចទេពីព្រោះថាអាវីណាតគឺជាមនុស្សម្នាក់ដែលមានអត្តចរិតល្អហើយប្រព្រឹត្តល្អគេគឺនិយាយទៅគេគឺជាមនុស្សម្នាក់ដែលល្អសម្របខ្លួនបានគ្រប់កលៈទេសៈនិយាយទៅគឺគេអត់ធ្លាប់បានទៅគំរាមកំហែងលើអ្នកណាទេហើយដែលគេទៅបរិច្ចាគឈាមឲ្យអាគូហ្នឹងគឺដោយសារតែគេមើលឃើញថាអាគូគឺជាមិត្តហើយនឹងជាមនុស្សដូចគ្នាតែប៉ុណ្្នឹងទេអាវីណាគាត់ក៏មានទំនាក់ទំនងល្អជាមួយនឹងគ្រប់គ្នាមិនថាអ ក្រិតជនឬមួយក៏ប្រជាជននៅក្នុងទីប្រជុំជននោះទេចំណុចនេះអាគូដែលជាសម្លាញ់របស់អាវីណាគេក៏ដឹងច្បាស់ប៉ុន្តែអីដែលគេទទួលយកអត់បានគឺអាវីណាមានទំនាក់ទំនងល្អជាមួយនឹងអាសាហើយអាសាគឺជាសត្រូវរបស់អាគូក៏បានទៅគម្រាមអាវីណាថាបើសិនជាអាវីណានឹងហ៊ានតែទៅមានទំនាក់ទំនងល្អជាមួយស្រីម្នាក់នោះខ្ញុំនឹងអត់ទុកលោកឲ្យមានជីវិតនៅលើពិភពលោកនេះទៀតទេប៉ុន្តែអញ្ចឹងឯងនៅពេលដែលអាវីណាតបានដឹងហើយក៏អាវីណាតអត់បានចាប់អារម្មណ៍ទៅលើពាក្យសម្ដីរបស់អាគូទេគឺគេគិតថានិយាយអីនិយាយទៅទាំងដែលពេលនេះគឺគេនៅតែមានទំនាក់ទំនងល្អជាមួយគ្រប់គ្នាដដែលរួមទាំងអាសាទៀតផងរហូតមកដល់ក្នុងឆ្នាំ1997នៅក្នុងថ្ងៃនោះអាវីណាតបានទៅតូបលក់អីវ៉ាន់មួយកន្លែងហើយគេក៏បានជួបជាមួយនឹងអាសាហើយនិយាយគ្នានឹងហ្នឹងហើយក្នុងអំឡុងពេលហ្នឹងអាគូក៏បានឃើញផងដែរបន្ទាប់ពីអាគូបានឃើញហើយអាគូក៏បានដើរចូលទៅសួរទៅស្ដីបន្ទោសថាម៉េចក៏នៅមានតំណែងជាមួយនឹងមនុស្សស្រីម្នាក់នេះអញ្ចឹងចំណែកឯអាវីណាតវិញគេព្យាយាមអធិប្បាយឲ្យស្ដាប់ថាវាគឺជាសិទ្ធិបុគ្គលហើយវាគឺជាសិទ្ធិរបស់គេបន្ទាប់មកពួកគេទាំងពីរនាក់ក៏បានឆ្លោះប្រកែកគ្នាមួយសង្កត់ធំអាគូស្រាប់តែបានដើរទៅយកកបិតហើយមកចាក់លើអាវីណាធ្វើនិយាយទៅចាក់ស្រស់ៗទាំងកណ្ដាលថ្ងៃត្រង់ហ្មងធ្វើឲ្យអាវីណាបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុនឹងម្ដងពេលនោះអាសាក៏បានឈរចង្អុលមករួចស្ដីបន្ទោសឲ្យអាគូទាំងកំហឹងថាហេតុអីបានជាធ្វើអញ្ចឹងបន្ទាប់មកអាគូក៏បាននិយាយថាមិនបាច់ចាំនិយាយច្រើនទេអ្នកឯងមិនបាច់ចាំនិយាយអីទាំងអស់មនុស្សបន្ទាប់គឺជាអ្នកឯងនិយាយរួចអាគូក៏បានដើរចេញទៅវិញបាត់ទៅក្នុងសាច់រឿងនេះគេចង់បរៀនយើងពីអីគេខ្លះអ្នកទាំងអស់គ្នាអាវីណាតគឺជាមិត្តភក្តិសម្លាញ់របស់អាគូហើយចុងក្រោយអាវីណាតគឺជាអ្នកដែលជួយជីវិតអាគូប៉ុន្តែអាគូតបស្នងត្រឡប់ទៅវិញអញ្ចឹងមែនឬក៏ថាគ្មានសច្ចៈនៅក្នុងវងចោលស្រាប់ហើយវាគ្មានរឿងរ៉ាវក្តីស្រឡាញ់អីទាំងអស់ដែលក្នុងតំណែងរបស់មិត្តភក្តិដែលតាក់ទងគ្នាបែបអក្រិតជនស្រាប់ហើយអញ្ចឹងមែនចាវាដូចទៅនឹងអ្នកស្រែហើយនឹងពុះវែកដែរបន្ទាប់ពីហេតុការណ៍មួយនេះបានកើតឡើងអាគូបានសម្រាប់អាវីណាតហើយបានរត់គេចចុងក្រោយក៏ត្រូវប៉ូលីសចាប់បានហើយចំពោះទោសដែលគេបានទទួលវិញគឺជាប់គុកក្នុងរយៈពេលតែ10ខែទេហើយចំពោះគុកដែលអាគូចូលទៅនៅនឹងសម្រាប់គេវាមិនមែនជាគុកទេអាគូគិតត្រឹមតែជាបន្ទប់នៅក្នុងសណ្ឋាគារឬមួយគ្រាន់តែជាផ្ទះតុសម្រាប់ឲ្យគេលំហែអារម្មណ៍តែប៉ុណ្្នឹងទេពីព្រោះថានៅក្នុងហ្នឹងមានទាំងអស់អីដែលគេត្រូវការបារីស្រាហើយនឹងលបែងស៊ីសងហើយក៏អត់យល់ដូចគ្នាថាហេតុអីបាននៅក្នុងគុកហើយ
នៅមានអ្នកយកអារបស់អស់ហ្នឹងទៅប្រគេនឲ្យគេដល់ក្នុងគុកទៀតវាជាការលួចនាំចូលមកឬមួយក៏ឲ្យលុយទៅប៉ូលីសដើម្បីឲ្យប៉ូលីសចាំនាំវាចូលមកក៏អត់ច្បាស់ដូចគ្នាប៉ុន្តែទង្វើអាក្រក់លើសមុនរាប់រយដងវានឹងកើតឡើងបន្ទាប់ពីអាគូបានចេញពីក្នុងគុកម្ដងនេះឯងអ្នកទាំងអស់គ្នាបន្ទាប់ពីអាគូបានចេញពីក្នុងគុកម្ដងនេះគោលដៅរបស់គេគឺគេទៅសម្លាប់អាសាហើយនៅក្នុងយប់មួយនៅក្នុងឆ្នាំ1999នៅក្នុងយប់នោះផងដែរអាសាកំពុងតែអង្គុយនិយាយលេងជាមួយនឹងកូនស្រីរបស់គាត់ដែលមានអាយុទៅតែ14ឆ្នាំនៅក្នុងផ្ទះអំឡុងពេលដែលពួកគាត់កំពុងតែអង្គុយនិយាយគ្នានឹងក្រុមគ្រួសាររបស់អាសាបានឮសំឡេងស្រែកសុំជំនួយដែលនៅខាងមុខផ្ទះរបស់គាត់លក្ខណៈថាស្រែកសុំទឹកអីអញ្ចឹងទៅអ្នកទាំងអស់គ្នាចំណែកឯអាសាវិញគាត់គឺជាមនុស្សម្នាក់ដែលមានទឹកចិត្តល្អទឹកចិត្តសប្បុរសអញ្ចឹងគាត់ក៏បានត្រៀមទឹកត្រៀមអីទុកយកទៅឲ្យប៉ុន្តែគ្រាន់តែពេលអាសាគាត់បើកទ្វារចេញទៅគឺគាត់បានជួបជាមួយនឹងបពពួកអាគូហើយនឹងអាគូដែលឈរចាំគាត់នៅមុខហើយគ្រាន់តែពួកវាបានឃើញអាសាបើកទ្វារមកភ្លាមគឺពួកវាបានធ្វើការចាប់និយាយទៅកញ្ឆក់អាសាចេញមកហើយសម្រាប់គាត់នៅត្រង់កន្លែងនឹងយ៉ាងខុសខើមែនទែនអាគូបានធ្វើការកាត់ក្បាលរបស់គាត់ហើយនឹងអវយៈជីវៈផ្សេងទៀតទាំងច្រមុះទាំងភ្នែកនិងដើមទ្រូងរបស់គាត់រួចបានលួចយកគ្រឿងអលង្ការដែលនៅក្នុងខ្លួនរបស់គាត់នឹងទៅអស់លីងហ្មងហើយភាពប្រៃខ្សែទាំងអស់នេះគឺវាបានកាត់ឡើងនៅនឹងមុខកូនស្រីរបស់គាត់របស់អាសាដែលមានអាយុទៅតែ14ឆ្នាំនឹងតែម្ដងហើយច្បាស់ណាស់អ្នកទាំងអស់គ្នាកូនស្រីដែលមានអាយុ14ឆ្នាំនឹងត្រូវបានអាគូគម្រាមថាបើសិនជាហ៊ានឡើងផ្ដាល់ផោះតាងនៅលើតុលាការខ្ញុំនឹងតាមទៅសម្លាប់នាងធ្វើឲ្យកូនស្រីរបស់អាសាក្នុងអំឡុងពេលនោះគឺសភាពក្នុងចិត្តរបស់គាត់និយាយទៅគឺខ្ទេចខ្ទីអស់ហើយគេបានសម្លាប់ម្ដាយនៅមុខហើយថែមទាំងបានគម្រាមទៀតនិយាយទៅគឺគាត់ខ្លាចរហូតដល់គាត់ផ្លាស់ប្ដូរទីលំនៅទៅនៅជាមួយនឹងអ៊ំស្រីរបស់គាត់ហើយគាត់ក៏អត់បានឡើងផ្ដាល់ផោះតាងនៅតុលាការដែរហើយអ្វីទាំងអស់នេះគឺយើងបន្ទោសគាត់អត់បានទេពីព្រោះគាត់ត្រឹមតែជាក្មេងស្រីម្នាក់ដែលមានអាយុទៅតែ14ឆ្នាំទេប៉ុន្តែរូបភាពដែលគាត់បានឃើញនៅមុខគឺគេបានសម្លាប់ម្ដាយគាត់ហើយនឹងកាត់អវយៈជីវៈផ្សេងក្នុងចិត្តរបស់គាត់គឺពោពេញទៅដោយភាពភ័យខ្លាចចុងក្រោយការធ្វើអត្តឃាតទៅលើអាសាអាគូត្រូវបានប៉ូលីសចាប់ដាក់គុកហើយជាប់គុកក្នុងរយៈពេល16ខែទេអ្នកទាំងអស់គ្នាថែមទាំងនៅថ្ងៃនោះថ្ងៃដែលប៉ូលីសយកឡានអ្នកទោសមកដឹកអាគូអ្នកស្រុកបានមើលឃើញថាអាគូអង្គុយនៅក្នុងឡានហ្នឹងធ្វើដូចអត់មានរឿងអីកើតឡើងអញ្ចឹងលក្ខណៈថាអង្គុយបែបសប្បាយលើពីនេះទៅទៀតអ្នកស្រុកបានមើលឃើញថាប៉ូលីសហ្នឹងបានទិញនំទៅឲ្យអាគូទៀតផងធ្វើដោយប៉ូលីសហ្នឹងគឺជាកូនចៅរបស់គេអញ្ចឹងហើយមកដល់ពេលនេះអ្នកដែលរស់នៅក្នុងតំបន់ស្លាមគឺបានបាត់បង់ទេពអប្សរម្នាក់ហើយគឺគាត់ប្រៀបទៅដោយវីរនារីសំខាន់ម្នាក់អញ្ចឹងនៅថ្ងៃក្រោយបើសិនជាពេលដែលអាគូចេញមកពីគុកវិញអញ្ចឹងពីមួយថ្ងៃទៅមួយថ្ងៃរបស់មនុស្សដែលរស់នៅក្នុងតំបន់ហ្នឹងប្រៀបដូចធ្លាក់នៅរស់ទាំងរស់អញ្ចឹងហើយវាអញ្ចឹងពិតមែនអ្នកទាំងអស់គ្នាពីព្រោះថាម្ដងនេះបន្ទាប់ពីអាគូបានចេញមកពីខាងក្នុងគុកគឺគេបានគំរាមកំហែងទៅលើអ្នកស្រុកលើសដើមទៀតអ្នកទាំងអស់គ្នាជឿអត់ថារយៈពេល14ឆ្នាំដែលអាគូបានធ្វើការបៀតបៀនទៅលើអ្នកស្រុកគឺអាគូបានជាប់គុកមកហើយ14ដងនិងសំណុំរឿងព្រំប្រទានចំនួន26ករណីការសម្លាប់មនុស្សលួចប្លន់និងសម្រុកចូលផ្ទះគំរាមកំហែងដល់ភាពក្តៅក្រហាយដល់អ្នកស្រុកនឹងធ្វើទរណកម្មអីជាដើមប៉ុន្តែអ្នកទាំងអស់គ្នាជឿអត់ថាអាគូអត់ធ្លាប់ត្រូវបានគេចោទប្រកាន់ពីបទបៀតបៀនផ្លូវភេទទៅលើអ្នកណាម្នាក់ទេពីព្រោះប៉ូលីសបានអះអាងថាអត់ធ្លាប់មាននរណាម្នាក់មកប្តឹងផ្តល់គេពីរឿងនេះទាំងដែលតាមការពិតទៅជនរងគ្រោះដែលត្រូវបានអាគូធ្វើការបៀតបៀនទៅលើគឺមានច្រើនមែនទែនប៉ុន្តែគ្រាន់តែពួកគេភាគច្រើនអត់ហ៊ានចេញមកបកអាក្រាតឬមួយក៏ទៅប្តឹងប៉ូលីសហើយប៉ុន្តែអត់បានទទួលការយកចិត្តទុកដាក់ពីប៉ូលីសត្រឡប់មកវិញអ្នកស្រុកដែលនៅក្នុងទីប្រជុំជននោះគឺដឹងច្បាស់ក្នុងចិត្តថាមានមនុស្សស្រីមិនក្រោម40នាក់ទេដែលត្រូវបានអាគូធ្វើការបៀតបៀនទៅលើប៉ុន្តែភាគច្រើនគឺមិនមែនតែម្ដងទេគឺពីរបីដងជាន់គ្នាសុបិនអាក្រក់របស់ប្រជាជនប្រហែលជា300នាក់នៅក្នុងទីប្រជុំជននោះនៅតែដំណើរការទៅមុខជារៀងរាល់ថ្ងៃហើយមិនមានប៉ូលីសឬមួយក៏អ្នកនយោបាយភ្នាក់ងារណាមួយចុះមកជួយពួកគាត់ទេរហូតមកដល់ឆ្នាំ2004ដែលរឿងរ៉ាវទាំងអស់នេះចាប់ផ្ដើមពីមនុស្សស្រីម្នាក់ដែលមានឈ្មោះថាអូសាណារ៉ាយ៉ាឌីក្នុងអំឡុងពេលនោះគឺគាត់មានអាយុ25ឆ្នាំទេគាត់បានធំធាត់នឹងកើតនៅក្នុងតំបន់ស្លាមនេះតែគាត់ព្យាយាមសវេសវារៀនរហូតដល់ចប់ធ្វើឲ្យគាត់ក្លាយទៅជាអ្នកគ្រប់គ្រងសន្តាគារមួយកន្លែងហើយអូសាគាត់គឺជាមនុស្សម្នាក់ដែលនៅក្នុងចំណោមមនុស្សដែលបានរៀនខ្ពង់ខ្ពស់ហើយមនុស្សស្រីដែលបានរៀនខ្ពង់ខ្ពស់មានតែ2-3នាក់ទេនៅក្នុងតំបន់នោះគាត់ក៏មានការតបតែងខ្លួនមើលទៅខុសប្លែកពីគេតាក់ទាញលើសនារីផ្សេងទៀតដែលរស់នៅក្នុងតំបន់នឹងផងដែរស្រីដទៃទៀតគឺគាត់មានការតែងខ្លួនស្លៀកពាក់រ៉ូបសាលីប៉ុន្តែចំពោះអូសាវិញគឺគាត់
ធ្វើការនៅសន្តាគារអញ្ចឹងការតបតែងខ្លួនរបស់គាត់ដែលមកពីតំបន់ខាងត្បូងលក្ខណៈថាវាជាសូត្ររ៉ូបវែងត្រឹមជង្គង់ហើយមានខោនៅពីក្នុងដូចខាងក្នុងរូបភាពអញ្ចឹងអ្នកទាំងអស់គ្នាប៉ុន្តែចំពោះអាគូវិញនៅពេលដែលគេបានឃើញអូសាម្ដងគេតែងតែនិយាយលក់លើយលក្ខណៈថាឌឺដងលើសពីនឹងទៅទៀតអាគូបាននិយាយមើលងាយថាអូសាគឺជាស្ត្រីសោភិនីទៀតផងអូសាគាត់ព្យាយាមធ្វើអត់ដឹងអត់ឮហើយអត់តបអីទាំងអស់ជាមួយនឹងអាគូពីព្រោះគាត់អត់ចង់មានបញ្ហាប៉ុន្តែគាត់បានគិតខុសហើយពីព្រោះថាអាគូបានចាប់អារម្មណ៍ទៅលើគាត់ខ្លាំងជាងគេនិងមានគោលដៅរួចហើយថាគាត់គឺជាជនរងគ្រោះបន្ទាប់របស់អាគូហើយនឹងបកពួករហូតមកដល់ចុងខែ7ក្នុងឆ្នាំ2004គឺអាសាគាត់បាននៅក្នុងផ្ទះបានចាក់កលឹះចាក់អីអញ្ចឹងប៉ុន្តែនៅយប់ឡើងស្រាប់តែគាត់បានឮសំឡេងមនុស្សដើរច្រើនមែនទែននៅខាងមុខផ្ទះរបស់គាត់នៅពេលដែលគាត់អើតមើលស្រាប់តែឃើញអាគូហើយនឹងបកពួករបស់គេប្រហែលជា10នាក់ជាងកំពុងតែព្រួតគ្នាសម្រុកចូលទៅក្នុងផ្ទះដែលនៅទល់មុខផ្ទះរបស់គាត់នៅពេលដែលគាត់បានដឹងអញ្ចឹងមួយយប់ហ្នឹងគឺគាត់អត់បានសម្រានទេគាត់សម្រានអត់លក់បន្ទាប់ពីក្រុមរបស់អាគូបានចេញទៅវិញស្រាប់តែមានក្មេងស្រីម្នាក់បានរត់ចេញមកពីផ្ទះទល់មុខរបស់គាត់ហ្នឹងរត់មកសុំជំនួយពីគាត់ពីព្រោះថាក្មេងស្រីម្នាក់នោះទៅតែត្រូវបានក្រុមអាគូបពួកអាគូនឹងបៀតបៀនទៅលើនៅព្រឹកខែបន្ទាប់អូសាបានកាន់ដៃក្មេងស្រីម្នាក់នោះទៅប៉ុស្តិ៍ប៉ូលីសដើម្បីប្តឹងពីព្រោះគាត់ចង់ឲ្យប៉ូលីសធ្វើអីម្យ៉ាងហើយគាត់អាចធ្វើជាសាក្សីបានពីព្រោះថាគាត់បានមើលឃើញអាគូហើយនឹងបពួកធ្វើទង្វើនឹងពិតមែនប៉ុន្តែវាដូចដើមអ្នកទាំងអស់គ្នាប៉ូលីសបានចោទសួរមកវិញថាមែនអត់ពិតអត់ហើយមានផុសតាងគ្រប់គ្រាន់អត់ចុងក្រោយអាសាហើយនឹងក្មេងស្រីបានកាន់ដៃគ្នាត្រឡប់មកផ្ទះវិញជាមួយនឹងភាពឈឺចុកចាប់នៅក្នុងចិត្តហើយកាន់តែអាក្រក់ជាងនេះទៀតគឺនៅក្នុងថ្ងៃនោះមានប៉ូលីសបានឃើញហេតុការណ៍ទាំងអស់ហើយបាននាំពាក្យទាំងអស់នេះទៅប្រាប់ដល់អាគូថាគាត់បានឃើញអ៊ូសាកាន់ដៃក្មេងស្រីមកប្តឹងប៉ូលីសអញ្ចឹងឯងបញ្ញាប់តែចាត់ការទៅលើអ៊ូសាទៅឥឡូវនេះវាខ្លាយទៅជាអ្នកកាន់ច្បាប់ខ្លាយទៅជាព្រៀបនាំសារទៅប្រាប់ជនអ៊ុក្រិដ្ឋវិញរហូតមកដល់យប់ទី1ខែកក្កដាក្នុងឆ្នាំ2004អាគូបាននាំបពួកគេប្រហែលជា40នាក់ហើយគេបានយកទៅរោមបិទជិតផ្ទះរបស់អ៊ូសាតែម្ដងរួចអាគូបានស្រែកនិយាយទៅអ្នកខាងក្នុងឲ្យឮថាខ្ញុំរងចាំថ្ងៃនេះមកយូរហើយថ្ងៃនេះនាងត្រូវតែធ្លាក់នរកទាំងរស់នឹងគេចាប់ផ្ដើមនិយាយបរិយាយថាយប់នេះគេនឹងធ្វើអីទៅលើអ៊ូសាខ្លះមិនថាការបៀតបៀនទៅលើអ៊ូសាឬមួយក៏ការធ្វើទរណកម្មរួចនឹងសម្រាប់នាងធ្វើឲ្យអ៊ូសានៅក្នុងយប់នោះគឺអត់បានសម្រាកទេគឺខ្លាចខ្លាំងមែនទែនប៉ុន្តែគាត់ដូចជារៀងឆ្លាតបន្តិចដែរពីព្រោះថាគាត់បានយកធុងហ្គាសអាធំអ្នកទាំងអស់គ្នាទៅដាក់មាត់ទ្វារហើយគាត់ចាប់ផ្ដើមបើករួចគាត់ចាប់ផ្ដើមយកដេចកេះមករងនឹងកេះដុតពីព្រោះគាត់គិតថាធ្វើអញ្ចឹងដើម្បីឲ្យផ្ទុះស្លាប់ទាំងអស់គ្នាជាមួយនឹងបពួកអាគូនិងអាគូដែលនៅខាងក្រៅប្រហែលជា40នាក់ទៀតគាត់ក៏បានស្រែកទៅប្រាប់អាគូវិញថាគាត់កំពុងតែធ្វើអញ្ចឹងហើយសម្លេងឆ្លងឆ្លើយរបស់ពួកគេទាំងពីរនាក់នៅក្នុងយប់នោះគឺលឺខ្លាំងមែនទែនដែលអត់អាចធ្វើឲ្យអ្នកស្រុកណាម្នាក់បានដេកលក់ទេប៉ុន្តែក៏អត់មានណាគេហ៊ានចេញមកជួយពីព្រោះពួកគេខ្លាចពួកគេនឹងមានរឿងមានបញ្ហាជាមួយអាគូដូចអ៊ូសានៅពេលនេះអញ្ចឹងហើយអាការដែលអ៊ូសាធ្វើបែបនេះស្រែកចេញទៅនឹងរៀបចំផែនការដល់វៃឆ្លាតមិនខ្លាចស្លាប់បែបនេះទាំងដែលខ្លួនគាត់គឺជាមនុស្សស្រីខ្លួនមួយបានធ្វើឲ្យអ្នកស្រុកចាប់ផ្ដើមគិតឡើងមកវិញថាសូម្បីតែនាងជាមនុស្សស្រីនាងអាចលះបង់ជីវិតខ្លួនឯងដើម្បីកម្ចាត់អាគូឲ្យពួកយើងអ្នកភូមិក៏ចាប់ផ្ដើមមានកម្លាំងចិត្តមកវិញតិចហើយនៅក្នុងយប់នោះក៏មានអ្នកភូមិបើកទ្វារនិយាយទៅមកផ្ទះគឺបើកទ្វារចេញមកទាំងដៃម្នាក់សុទ្ធតែកាន់កាបិតកាន់ពូថៅនិងដបងម្នាក់មួយទាំងអស់ចំណែកឯបពួកអាគូវិញនៅពេលដែលពួកវាបានឃើញអញ្ចឹងនិយាយទៅគឺអ្នកស្រុកច្រើនប្រហែលជា300នាក់អញ្ចឹងពួកវាអត់នៅទៀតទេក៏ប្រញាប់រត់រកតែព្រះអាយុចំពោះម្ដងនេះអាចហៅបានថាគឺជាជ័យជំនះលើកទី1ដែលអ្នកស្រុកមានទៅលើអាគូកថាបានដែរហើយនៅក្នុងយប់នោះអ្នកស្រុកបានរួបរวมគ្នាហើយនិយាយថាបើសិនជាពួកយើងអត់គិតធ្វើអីម្យ៉ាងចាប់ពីពេលនេះទៅមនុស្សស្រីដែលនៅក្នុងទីប្រជុំជននេះទាំងអស់មិនថាម្ដាយភរិយាកូនស្រីបងស្រីឬមួយក៏ប្អូនស្រីទេគ្មាននរណាម្នាក់អាចរស់នៅបានសុខសប្បាយទេបើសិនជាគ្មាននរណាម្នាក់ជួយគេចេញពីរង្វង់ចោលរាតត្បាតដែលមានអាគូជាអ្នកដឹកនាំអញ្ចឹងទុកឲ្យគេអ្នកបញ្ចប់រឿងនេះដោយខ្លួនឯងអ្នកទាំងអស់គ្នាជឿអត់ថានៅក្នុងយប់ហ្នឹងវាមិនមែនចាប់ត្រឹមហ្នឹងទេគឺអ្នកស្រុកតាមចាប់តាមប្រមាញ់អាគូហ្មងប៉ុន្តែក៏រកអត់ឃើញហើយនៅព្រឹកឡើងអ្នកស្រុកបានជំនុំគ្នានិយាយពីរឿងអាគូទៀតធ្វើឲ្យព័ត៌មាននេះបានលេចលឺទៅដល់ក្រុមមនុស្សដែលធ្លាប់បានផ្លាស់ប្ដូរទីលំនៅទៅរស់នៅកន្លែងផ្សេងពួកគេបានលេចលឺព័ត៌មានថាអ្នកស្រុកមានការសាមគ្គីគ្នាអញ្ចឹងអ្នកខ្លះទៀតក៏ត្រឡប់ចូលមករស់នៅក្នុងតំបន់នេះវិញហើយអ្នកខ្លះទៀតអត់បានមកគេបានបរិច្ចាគលុយដើម្បីជួលឲ្យអ្នកលក់មួយចំនួនហ្នឹងជួយផ្សព្វផ្សាយព័ត៌មាននេះឲ្យកាន់តែផ្ទុះឡើងលក្ខណៈថាចង់ដឹងចង់ឮថាឥឡូវអាគូនៅណាបើសិនជាបានដឹងអ្នកស្រុកនឹងទៅស្កាត់វាយអីអញ្ចឹងទៅហើយ
ក៏មានអ្នកស្រុកមកក្រុមទៀតបានទៅស្កាត់ចាំនៅនឹងនិយាយទៅយាមនៅនឹងផ្ទះអាគូនឹងតែម្ដងនៅពេលនេះគឺអាគូខ្លាចខ្លាំងមែនទែនពីព្រោះថាគេបានជួបជាមួយនឹងរបស់ពិតហើយគេក៏អត់ហ៊ានត្រឡប់ចូលមកក្នុងផ្ទះវិញដែរនៅពេលនេះអ្នកស្រុកក៏ចាប់ផ្ដើមកំទេចផ្ទះរបស់គេចោលធ្វើឲ្យគេឥឡូវអត់មានទីកន្លែងស្នាក់នៅទៀតទេនៅក្នុងអំឡុងពេលនោះអាគូហើយនឹងប៉ាពួកបានគិតផែនការអីម្យ៉ាងចេញមកទៀតហើយគឺពេលនេះអ្នកស្រុកកំពុងតែមានការសាមគ្គីគ្នានឹងក្រោកឈរមកតស៊ូអញ្ចឹងគេគួរតែទុកឲ្យពេលវេលាវាកន្លងផុតទៅបន្តិចដើម្បីឲ្យអ្នកស្រុកមានការស្ងប់ចិត្តត្រឡប់មកវិញគេគិតថាទោះបីជាយ៉ាងណាពេលនេះផ្ទះរបស់គេខ្ទេចហើយអញ្ចឹងគេអត់មានកន្លែងរស់នៅទេអញ្ចឹងគេចូលទៅសម្រាកនៅក្នុងគុកមួយរយៈពីព្រោះថានៅក្នុងគុកហ្នឹងក៏គេមានមិត្តភ័ក្តិដែលជាប៉ូលីសស្រាប់ហើយពីព្រោះថាគុកសម្រាប់អាគូគ្រាន់តែជាសន្តាគារសម្រាប់ឲ្យគេសម្រាកលំហែកាំងតែប៉ុណ្្នឹងទេហើយបន្ទាប់មកអាគូក៏បានចូលទៅបកគលខ្លួនឲ្យប៉ូលីសដើម្បីឲ្យប៉ូលីសចាប់គេចូលទៅក្នុងគុកអាគូបានចូលទៅបកគលខ្លួនឲ្យប៉ូលីសនៅក្នុងថ្ងៃទី7សីហាឆ្នាំ2004រួចគេបានគិតថាពេលនេះទោះបីជាយ៉ាងណាក៏គេបានរួចខ្លួនហើយប៉ុន្តែរឿងវាមិនមែនចប់ត្រឹមនឹងទេអ្នកទាំងអស់គ្នាពីព្រោះថានៅថ្ងៃទី13ខែសីហាឆ្នាំ2004នៅវេលាម៉ោង 2:30 នាទីរសៀលអាគូបានត្រូវប៉ូលីសនាំខ្លួនមកតុលាការដើម្បីកាត់ក្តីពីរឿងដែលគេបានបង្កដល់ពេលដែលគេបានចុះពីលើឡានគឺគេបានឃើញថាមានប្រជាជនច្រើនមែនទែនដែលមកឈរនៅកន្លែងហ្នឹងអ្នកស្រុកបាននាំគ្នាជេរស្ដីបន្ទោសទៅលើអាគូប៉ុន្តែចំពោះអាគូវិញគេគិតតែពីញញឹមនិយាយទៅអត់ខ្វល់អីទាំងអស់ណាជេរអីជេរទៅភ្លាមនោះអាគូស្រាប់តែបានឃើញមនុស្សស្រីម្នាក់ដែលពីមុនមកគេធ្លាប់បានធ្វើការបៀតបៀននិងធ្វើបាបទៅលើនាងអាគូបាននិយាយទៅនារីម្នាក់នោះថាមកដែរមែនចាំមើលតែពេលខ្ញុំចេញទៅវិញប្រកាសជាត្រូវហើយនិយាយទៅគឺនិយាយឌឺដងគេនៅនឹងមុខមនុស្សច្រើននឹងហ្មងហើយនៅពេលដែលនារីម្នាក់នោះបានឮពាក្យសម្ដីរបស់អាគូដែលនិយាយចេញមកអញ្ចឹងគឺគាត់ខឹងគាត់ក៏បានដោះស្បែកជើងរបស់គាត់នឹងគប់ទៅកណ្ដាលមុខអាគូហើយពាក្យសម្ដីរបស់អាគូទាំងអស់នេះបានធ្វើអ្នកស្រុកដែលនៅចិត្តនឹងឮគឺកាន់តែខឹងសម្បាទៅលើគេថែមទៀតលើពីនេះទៅទៀតប៉ូលីសដែលឈរអមជុំវិញខ្លួនអាគូហ្នឹងនៅពេលដែលគេបានឮអាគូនិយាយភាសាហ្នឹងចេញមកគឺគេញញឹមលក្ខណៈថាម៉ែនិយាយបានល្អម្លេះម៉ែនិយាយបានត្រូវចិត្តម្លេះហើយទង្វើទាំងអស់នេះឲ្យកាន់តែធ្វើឲ្យអ្នកស្រុកខឹងទៀតភ្លាមនោះផងដែររូបភាពញញៃក៏ចាប់ផ្ដើមបង្កឡើងពីព្រោះថាប្រជាជនបានដេញធ្វើបាបអក្រិតជនដែលបានគ្រប់គ្រងពួកគេអស់រយៈពេលជាង10ឆ្នាំមកនេះប៉ូលីសក៏បាននាំខ្លួនអាគូចូលទៅក្នុងបន្ទប់តុលាការហើយបានធ្វើការចាក់សោបិទកលឹះប៉ុន្តែរឿងវាមិនចប់ត្រឹមនឹងទេប្រជាជនទាំងអស់គ្នាបាននាំគ្នាសម្រុកចូលទៅផ្លូវមួយទៀតហើយបានយកដុំថ្មគប់ទៅលើកញ្ចក់បង្អួចនឹងបែកបន្ទាប់មកបានទម្លុះទ្វារចូលទៅមនុស្សមានចំនួនប្រហែលជា100នាក់ជាងភាគច្រើនសុទ្ធតែជាមនុស្សស្រីដែលស្ទុះសម្រុកចូលមកចំពោះគោលដៅរបស់ពួកគេគឺមានតែអាគូម្នាក់ឯងទេដែលប៉ូលីសកំពុងតែវាយខ្នោះដៃគេទាំងពីរនឹងជាប់គ្នាដែលមានប៉ូលីសកំពុងតែឈររារាំងប្រជាជនក្នុងអំឡុងពេលនោះអាគូត្រូវបានមនុស្សស្រីដែលជាជនរងគ្រោះដែលខ្លួនធ្លាប់បានធ្វើការបៀតបៀនផ្លូវភេទនឹងពួកនាងបានធ្វើការបាចម្ទេសហុយទៅលើភ្នែកអាគូបានធ្វើឲ្យគេនឹងដួលបន្ទាប់មកអ្នកស្រុកក៏បានសម្រុកចូលទៅវាយដោយអត់បន្ថយដៃបន្តិចទេរបស់អីដែលនៅជិតដៃរបស់ពួកគាត់គឺពួកគាត់បាននិយាយទៅមិនថាដុំថ្មឬក៏ដបងអីទេនាំគ្នាកាន់ចូលទៅទាំងអស់អ្នកខ្លះបានយកដុំថ្មទៅវាយក្បាលអាគូហើយអ្នកខ្លះទៀតបានយកកាំបិតដែលខ្លួនគាត់បានយកជាប់ខ្លួនតាំងពីផ្ទះមកទៅចាក់លើរាងកាយរបស់អាគូចំពោះមនុស្សដែលធ្វើរឿងនេះភាគច្រើនសុទ្ធតែជាមនុស្សស្រីហើយមានមនុស្សស្រីម្នាក់គាត់បានយកកាំបិតទៅចាក់អាគូប៉ុន្តែចំឆ្អឹងអញ្ចឹងមានម្នាក់ផ្សេងទៀតបានយកដុំថ្មហ្នឹងមកវាយកាំបិតឲ្យចូលទៅក្នុងទៀតនិយាយទៅគឺសាហាវខ្លាំងមែនទែនក្នុងអំឡុងពេលដែលអាគូត្រូវបានប្រជាជនព្រួតគ្នាផ្ដន្ទាទោសហ្នឹងអាគូបាននិយាយចេញមកថាឲ្យគេសុំទោសផ្ដល់ឱកាសឲ្យគេបានកែខ្លួនម្ដងទៀតបានអត់ប៉ុន្តែមើលទៅដូចជាអត់មានណាគេលើកលែងទោសឬមួយក៏បធូរដៃឲ្យទេចុងក្រោយអាគូដូចតែហើមនិយាយចេញមកថាពួកឯងធ្វើអញ្ចឹងចុងក្រោយពួកឯងនឹងស្ដាយក្រោយអស់មួយជីវិតប៉ុន្តែមួយសបកក្រោយមកសម្លេងរបស់អាគូស្រាប់តែបានស្ងាត់ទៅវិញពីព្រោះថាមានប្រជាជនច្រើនមែនទែនដែលធ្វើការទៅវាយផងចាក់ផងគប់ផងអ្នកទាំងអស់គ្នាជឿអត់ថានៅពេលដែលអាគូត្រូវបានប្រជាជនវាយដល់ស្លាប់ហើយក៏អត់ដឹងមូលហេតុពិតប្រាកដថាគេស្លាប់ដោយសារអីដែរពីព្រោះថាត្រូវបានគេគប់ផងគេចាក់ផងគេវាយផងចុងក្រោយបន្ទាប់ពីអាគូបានស្លាប់ហើយក្រុមមនុស្សទាំងអស់ហ្នឹងបានយកកាំបិតទៅជាស្បែកតាមរាងកាយរបស់អាគូចេញទាំងអស់អ្នកខ្លះបានយកកាំបិតទៅជាទៅកាប់ច្រាំស្បែករបស់អាគូហ្នឹងល្អិតដោយសាច់ជ្រូកច្រាំអញ្ចឹងនិយាយពីឈាមវិញគឺខ្ទាតប្រឡាក់ពេញតែបន្ទប់កាត់ក្តីអាចហៅបានថាទាំងអស់នេះបានកើតឡើងទៅលើអាគូយ៉ាដាវដែលមានអាយុ32ឆ្នាំអាចនិយាយបានថាគឺជាកម្មតាមតបស្នងអាគូត្រូវបានគេចាក់មិនក្រោម77កាំបិតទេហើយរាងកាយរបស់គេត្រូវបានបែកខ្ទេចខ្ទីទាំងអស់និយាយទៅគឺសោះអស់ហើយ
សំបីតែពេលនេះរាងកាយរបស់គេបានខ្ទេចខ្ទីអស់ហើយមានអ្នកខ្លះទៀតបានយកស្បែកជើងយកជើងទៅជន់ពីលើថែមទៀតអ្នកទាំងអស់គ្នាប្រកាសជាឆ្ងល់ហើយថាប៉ូលីសបាត់តាណាអស់ហើយគឺប៉ូលីសរត់អស់ហើយអ្នកទាំងអស់គ្នាជួបហេតុការណ៍បែបនេះគឺប៉ូលីសអត់នៅការពារអាគូទៀតទេនៅពេលដែលរឿងរ៉ាវទាំងអស់នេះបានចប់អាគូបានស្លាប់បាត់ហើយប្រជាជនទាំងអស់នាំគ្នាប្រកាសជ័យជំនះហើយនាំគ្នាស្រែកហូនឹងបានត្រឡប់ទៅទីប្រជុំជនរបស់ខ្លួនវិញនឹងបានត្រឡប់ទៅប្រាប់អ្នកស្រុកដែលនៅក្នុងភូមិថាចាប់ពីពេលនេះយើងមិនបាច់រស់នៅក្នុងការភ័យខ្លាចទៀតទេប៉ុន្តែនៅក្នុងថ្ងៃនោះនៅពេលរសៀលគឺក្នុងថ្ងៃដដែលគឺក្រុមប៉ូលីសបានចុះទៅទីប្រជុំជននោះបានទៅចាប់ខ្លួនមនុស្សស្រីមក5នាក់ដោយក្រុមប៉ូលីសបានអះអាងថាឃើញមនុស្សស្រី5នាក់នេះឯងបានធ្វើឃាតកម្មទៅលើអាគូដើម្បីយកទៅដាក់ទោសប៉ុន្តែអ្នកទាំងអស់គ្នាជឿអត់ថានៅពេលដែលក្រុមប៉ូលីសមកចាប់ខ្លួនមនុស្សស្រីទាំង5នាក់នឹងហើយគឺការសាមគ្គីរបស់អ្នកស្រុកនៅតែមានដដែលមានមនុស្សស្រីជាច្រើនអ្នកទៀតបានចេញមកនិយាយថាមិនមែនតែពួកគាត់ទេដែលជាអ្នកធ្វើពួកយើងក៏មានចំណែកនៅក្នុងនឹងដែរបើសិនជាចាប់ពួកគេទាំង5នាក់អញ្ចឹងចាប់មនុស្សស្រីនៅក្នុងភូមិនឹងទាំងអស់បដ ாய் ទៅនៅក្នុងចំណោមមនុស្សស្រីដែលបានធ្វើបាតកម្មទាំងអស់នេះមានមនុស្សស្រីវ័យចំណាស់និយាយទៅគឺចាស់មែនទែនគាត់គឺជាម្ដាយរបស់នារីទាំង5នាក់ដែលត្រូវបានប៉ូលីសចាប់ខ្លួននឹងឯងហើយប៉ូលីសក៏បានប្រាប់ថាបើសិនជាចង់ឲ្យមនុស្សស្រីទាំង5នាក់នេះរួចខ្លួនគឺត្រូវតែបញ្ជូនចំនួនមកមនុស្សមកដោះដូរចំនួនចុងក្រោយបានធ្វើឲ្យអ្នកដែលជាម្ដាយឬមួយក៏ជាលោកយាយចូលទៅជំនួសកូនចៅរបស់ខ្លួនពីព្រោះថាក្នុងចំណោមមនុស្សស្រីទាំងអស់នោះក៏មានមនុស្សដែលកំពុងតែពោពោះផងដែរអញ្ចឹងប៉ូលីសក៏ធ្វើការចាប់ខ្លួនទៅលើលោកយាយដែលមានវ័យចាស់ជរានឹងចូលទៅជំនួសប៉ុន្តែនៅក្នុងថ្ងៃដែលប៉ូលីសបានចាប់ខ្លួននោះផងដែរក៏មានប្រជាជនប្រហែលជា400នាក់នាំគ្នាមកដង្ហែក្បួនធ្វើបាតកម្មទាំងយប់ទាំងថ្ងៃនៅថ្ងៃនេះចប់គឺថ្ងៃស្អែកពួកគេបានមកធ្វើទៀតពួកគេបាននិយាយថាមិនក៏ប៉ូលីសធ្វើអញ្ចឹងវិញតំរំចាប់ខ្លួនអាគូបានមិនងាយទេហើយនៅពេលបានចាប់បានហើយទោសស្រាលទៀតពួកគេបានបន្តនិយាយទៀតថាអត់ព្រមប៉ូលីសទាំងអស់នឹងអត់ព្រមមកមើលថែប្រជាជនទេនៅពេលដែលអាគូស្លាប់បែរជាម្ចាស់ប្រជាជនទៅវិញអ្នកស្រុកបានតវ៉ាបហានឹងឯងអ្នកទាំងអស់គ្នាដោយសារតែរងសម្ពាធពីប្រជាជនច្រើនបែបនេះឯងទៅធ្វើឲ្យចាស់លោកយាយដែលចាស់ជរានឹងចុងក្រោយគាត់ក៏ត្រូវបានប៉ូលីសដោះលែងចេញមកវិញក្រោយមកបន្ទាប់ពីមានការស៊ើបអង្កេតរឿងក្តីរបស់អាគូគឺមានមនុស្សស្រី18នាក់បានចេញមកសារភាពតាមត្រង់ថាពួកគេគឺជាអ្នកធ្វើហើយបើសិនជាឲ្យទាញពេលវេលាថយក្រោយពួកគេរើសថានឹងធ្វើដដែលចុងក្រោយក៏មានការពិចារណារឿងក្តីមនុស្សទាំង18នាក់នេះថាមានជាប់ទោសអត់រហូតមកដល់ឆ្នាំ2014ក្នុងថ្ងៃនោះឆ្នាំ2014តុលាការបានកាត់ក្តីថាជនសង្ស័យទាំង18នាក់នឹងដែលជាប់ពាក់ព័ន្ធក្នុងការធ្វើឃាតកម្មអាគូនឹងគឺអត់មានកំហុសទេអ្នកទាំងអស់គ្នាដោយសារតែអត់មានភស្តុតាងច្បាស់លាស់ទើបធ្វើឲ្យមានការដោះលែងមនុស្សទាំង18នាក់នេះឲ្យមានសេរីភាពវិញហើយនេះគឺជាការប្រកាសជ័យជំនះរបស់អ្នកស្រុកម្ដងទៀតហើយមកដល់ពេលនេះគឺអ្នកស្រុកទាំងអស់នឹងផុតទុកហើយអត់មានសម្ពាធទេពីព្រោះថាឥឡូវអាគូអត់បានរស់នៅលើពិភពលោកមួយនេះទៀតទេលើពីនេះទៅទៀតនៅក្នុងថ្ងៃកាត់ក្តីរបស់មនុស្សទាំង18នាក់ហ្នឹងគឺពួកគាត់បាននិយាយថាអ្នកបង្កហេតុទាំងអស់ធ្លាប់បានទៅសុំជំនួយពីប៉ូលីសជាច្រើនដងហើយប៉ុន្តែបែរជាប៉ូលីសនឹងអត់អាចការពារពួកគាត់បានក្នុងការដែលជនរងគ្រោះងាកទៅប្រើការផ្ដន់ទាទោសដោយភាពខុសខើបែបនេះដោយសារតែភាគងារនិងក្រុមប៉ូលីសបានប្រើច្បាប់ដែលអត់មានភាពយុត្តិធម៌សម្រាប់ពួកគេបន្ទាប់ពីហេតុការណ៍នេះបានកើតឡើងមានអ្នកខ្លះបាននិយាយថាវាស័ក្តិសមហើយពីព្រោះថាអាគូគឺជាមនុស្សម្នាក់ដែលគ្មានអ្នកណាអាចបង្ក្រាបបានតែក៏មានមនុស្សមួយក្រុមមួយចំនួនទៀតបាននិយាយថាប៉ុន្តែពួកគេក៏អត់មានសិទ្ធិទៅពង្រត់ជីវិតរបស់អ្នកណាទេគួរតែទុកឲ្យច្បាប់ជាអ្នកដោះស្រាយវិញនៅក្នុងអំឡុងពេលនោះក៏មានអ្នកសារព័ត៌មានបានទៅសម្ភាសប្រជាជនដែលនៅម្ដុំនោះហើយពួកគេបាននិយាយថាទោះបីជាពួកគេសប្បាយចិត្តនៅពេលដែលអាគូស្លាប់ក៏ដោយប៉ុន្តែពួកគេអត់ចង់សម្លាប់មនុស្សទេទោះបីជាម្នាក់ទៀតគឺជាអ ுக ្រិតជនក៏ដោយគ្រប់គ្នាដឹងច្បាស់ថាការសម្លាប់មនុស្សគឺវាជារឿងមួយដែលខុសច្បាប់ការប្រើអំពើហិង្សាវាមិនមែនជាផ្លូវឬមួយក៏ដំណោះស្រាយទេប៉ុន្តែអ្វីដែលពួកគេត្រូវការគឺភាពយុត្តិធម៌នៅក្នុងផ្លូវច្បាប់ដែលពួកគេចង់បានឲ្យអាគូទទួលទោសនឹងដឹងពីកំហុសដែលខ្លួនឯងធ្លាប់បង្កមិនមែនត្រឹមតែចូលទៅក្នុងគុកផ្លែតហើយក៏ចេញមកវិញអញ្ចឹងទេលើពីនេះទៅទៀតគេមិនធ្លាប់កែប្រែអត្តចរិតរបស់ខ្លួនឲ្យល្អទេកាន់តែអាក្រក់ជាងមុនទៅទៀតក្រុមប៉ូលីសហើយនិងភាគងាររដ្ឋណាមួយគួរតែមកជួយពួកគេមិនមែនធ្វើជាមិនដឹងមិនលឺដាក់ពួកគេអញ្ចឹងទេដាលីតក្នុងតំបន់ស្លាមបានត្រឹមតែមានសំណួរកើតឡើងមកថាហេតុអីក្រុមគ្រួសាររបស់អ្នកមានអំណាចនិងឥទ្ធិពលហេតុអីទទួលបានការការពារចុះក្រុមគ្រួសារក្រីក្រដោយពួកគេវិញតើបានអ្នកណាមកមើលថែបើសិនជាក្មេងស្រីដែលត្រូវបានបៀតបៀនផ្លូវភេទគឺជាកូនចៅអ្នកដែលមានលុយមានឋានៈខ្ពង់ខ្ពស់ប៉ូលីសនឹងធ្វើអត់ចាប់អារម្មណ៍ហើយអត់ដឹងអត់លឺអញ្ចឹងទៀតអត់
ហើយបើសិនជាច្បាប់នៅតែប្រងើយកន្តើយដាក់ពួកគាត់ហើយពោពេញទៅដោយភាពអគតិលំអៀងទាំងអស់នេះឯងគឺជាហេតុផលដែលធ្វើឲ្យពួកគាត់មើលអត់ឃើញផ្លូវចេញទៀតទេក្រៅពីការរកភាពយុត្តិធម៌តាមបែបបទរបស់ខ្លួនឯងក្នុងការផ្ដន្ទាទោសបើសិនជាពួកគេមានផ្លូវរើសដែលល្អជាងនេះពួកគេក៏មិនមែនព្រួតគ្នាទៅផ្ដាច់ជីវិតអាគូដល់ក្នុងតុលាការនឹងទេហើយតាមពិតទៅក៏មានលទ្ធផលអាក្រក់ដែលបានកើតឡើងទៅលើពួកគាត់ផងដែរបន្ទាប់ពីហេតុការណ៍ទាំងអស់នេះបានកើតឡើងគឺអ្នកស្រុកដែលរួបរวมគ្នាទៅផ្ដន្ទាអាគូនឹងគឺមានច្រើនមែនទែនដែលត្រូវបានគេដកឈប់ឲ្យធ្វើការងារនិយាយទៅគឺគេអត់ចង់ពាក់ព័ន្ធជាមួយហើយវាគួរឲ្យអាណិតមែនទែនដែលប្រជាជនទាំងអស់ត្រូវបានគេដកការងារចាញ់អ្នកក្រីក្រខ្លាយទៅជាជនរងគ្រោះមិនគ្រប់គ្រាន់ទេមកត្រូវបានគេមើលថាគឺជាមនុស្សដែលមានចិត្តមិនល្អបាត់បង់ឱកាសក្នុងជីវិតបាត់បង់ការគោរពបន្ទាប់ពីពួកគាត់បានទៅចូលរួមផ្ដន្ទាទោសអាគូហើយប៉ុន្តែក៏បានសាកសួរគ្រប់គ្នាដែរគ្រប់គ្នាព្រមដោះដូរឱកាសនៅកន្លែងនេះចោលដើម្បីធ្វើម៉េចឲ្យតែកម្ចាត់អាគូបែនពីព្រោះថាគាត់មិនដឹងថាត្រូវធ្វើម៉េចទៀតទេហើយបើសិនជាអាគូនៅមានជីវិតទៀតអាចមិនមែនត្រឹមតែជាឱកាសដែលនៅក្នុងជីវិតរបស់គាត់ទេដែលត្រូវបាត់បង់ទៅបូករួមទាំងឱកាសដែលនៅក្នុងក្រុមគ្រួសាររបស់គាត់និងមនុស្សដែលគាត់ស្រឡាញ់អាចនឹងបាត់បង់ទៅជាមួយហើយទាំងអស់នេះឯងគឺជារឿងរ៉ាវអាគូយ៉ាដាវដែលត្រូវបានជនរងគ្រោះរួមគ្នាផ្ដន្ទាទោសមួយនេះក៏បានចាប់ត្រឹមនេះហើយចំពោះអ្នកទាំងអស់គ្នាមានការគិតបែបណាទៅលើរឿងក្តីមួយនេះអាច comment នៅខាងក្រោមវីដេអូនេះបានអរគុណអ្នកទាំងអស់គ្នាដែលចំណាយពេលវេលាទស្សនាតាំងពីដើមដល់ចប់អញ្ចឹងជាចុងក្រោយបើសិនជាមានការលឺលួសឬមួយក៏ខ្វះខាតត្រង់ចំណុចណានាងខ្ញុំសូមអភ័យទោសផងសូមអរគុណនិងជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀត